សូមជម្រាបសួរបងប្អូនទាំងអស់គ្នាបាទក្នុងវីដេអូនេះខ្ញុំបង្ហាញពីរបៀបបង្កើត username account Facebook page របស់យើងណាបាទឬក៏យើងហៅថា link បាទ link Facebook page បើយើងមើលនៅក្នុងទូរស័ព្ទបងប្អូនបើក account Facebook page យើងមកចុចកន្លែងព្រី3ហ្នឹងមកយើងឃើញ link នេះបាទ account Facebook page របស់យើងកាលណាយើងបង្កើតហើយវាមានទម្រង់ស្អាតបែបហ្នឹងណានេះកន្លែងយក page link បងប្អូនឃើញខ្ញុំគូសសញ្ញាក្រហមបង្ហាញគឺឈ្មោះយើងវាអត់មានញ៉ៃញ៉ៃតែបើសិនជាយើងអត់ទាន់បង្កើតគឺកន្លែង link ហ្នឹងគឺញ៉ៃញ៉ៃនេះវាមានទម្រង់បែបហ្នឹងណាវាមានលេខវាមានអក្សរធំតូចបាទសវ័នអញ្ចឹងណាតែបើយើងបង្កើតយើង edit វាផ្លាស់ប្ដូរវាគឺវាស្អាតបាទអញ្ចឹងនៅក្នុងវីដេអូនេះខ្ញុំបង្ហាញបងប្អូនតាមរយៈកុំព្យូទ័រដើម្បីធ្វើបានបងប្អូនចូលទៅក្នុងជ្រោមមកហើយយើងចូលទៅកាន់ page របស់យើង account Facebook page របស់យើងបាទអញ្ចឹងខ្ញុំវាយពាក្យ www Facebook page ខ្ញុំ log in ចូលទៅក្នុង account Facebook page របស់ខ្ញុំដើម្បីធ្វើបង្ហាញជូនបងប្អូនបាទឥឡូវខ្ញុំចុច log in ចូលបាទអញ្ចឹងយើង log in ចូលមកដល់ account Facebook page យើងហើយបងប្អូនចុចកន្លែងសញ្ញារូប profile account Facebook page របស់យើងចុចកន្លែងហ្នឹងមកវាចេញឲ្យបែបនេះយើងចុចកន្លែងយកកន្លែង setting and privacy ចុចមកវាចេញបែបនេះទៀតបងប្អូនចុចកន្លែង setting យកកន្លែង setting ហ្នឹងមកបន្ទាប់មកបងប្អូន scroll នេះណាបាទយកម៉ៅមក scroll នៅកន្លែងខាងឆ្វេងដៃណាទាញ scroll ចុះក្រោមរមើលកន្លែង page setup បងប្អូនចុចកន្លែង page setup ហ្នឹងមកនេះវាចេញប្រអប់បែបនេះមកវាមានគេថា page setup ណាខាងលើគេដាក់ name ណាឈ្មោះបងប្អូនចុចសញ្ញាព្រួយនឹងមកចុចកន្លែងនឹងមកវាចេញបែបនេះខាងលើវាមាន name ហើយមួយទៀត username ណាវាមានពាក្យ edit ចុងក្រោយប៉ុន្តែនៅក្នុង page នេះខ្ញុំបង្កើតរួចហើយគឺវាមានទម្រង់បែបហ្នឹងវាមានឈ្មោះច្បាស់លាស់តែបើសិនយើងអត់ទាន់បង្កើតទេវាមាន you have not username វាដាក់អញ្ចឹងណាបើន័យថាយើងអត់ទាន់មាន username ទេបាទអញ្ចឹងដើម្បីបង្កើតបងប្អូនចុចកន្លែង edit មកចុច edit ហើយវាចេញប្រអប់បែបហ្នឹងយើងទៅសេឈ្មោះ username របស់យើងមកនៅក្នុងប្រអប់ហ្នឹងយើងចង់ដាក់ឈ្មោះអីអាហ្នឹងអាស្រ័យទៅលើបងប្អូនណាស្រឡាញ់ដាក់ឈ្មោះអីឲ្យយើងងាយស្រួលចាំមើលទៅវាស្អាតកុំឲ្យសវ័កសវ័នណាបាទកាលណាយើងទៅសេទៅវាចេញអក្សរនៅខាងមុខឲ្យហើយបើសិនជាឈ្មោះហ្នឹងมันអាចយកបានឬក៏មានគេប្រើហើយវាដាក់ថា username is not available ណាហើយមានសញ្ញាខ្វែងតែបើសិនជាចេញសញ្ញា tick ពណ៌ខៀវវាដាក់ username is available បើន័យថាឈ្មោះហ្នឹងគឺអាចទទួលយកបានហើយអត់ទាន់មានអ្នកគេប្រើទេតែបើសិនជាវាអត់ទទួលយកបានទេគឺវាចេញសញ្ញាខ្វែងពណ៌ក្រហមណាហើយវាដាក់ username is not available ណាតែបើទទួលយកបានគឺវាចេញ tick ណាពណ៌ខៀវហើយវាដាក់ username is available បាទអញ្ចឹងបងប្អូនកំណត់ឈ្មោះហើយបងប្អូនចុចកន្លែងនេះ save change នឹងមកណាចុចមកគឺរួចរាល់ហើយបាទប៉ុណ្ណឹងគឺបានហើយបងប្អូនចង់ទៅមើលទៀតត្រឡប់ទៅមើលកន្លែងយើងបង្កើត username មិញណានេះចុចមកកន្លែង page setup ទៀតមកឃើញហើយណាចុច username ទៀតមកឃើញនេះវាចេញបែបហ្នឹងណាអាហ្នឹងគឺយើងបង្កើតរួចហើយគឺវាមាន username របស់យើងកន្លែងហ្នឹងជា link ណាបងប្អូនចង់ edit ក៏ចុច edit កន្លែងហ្នឹងតទៀតទៅបើសិនជាមិនពេញចិត្តឈ្មោះហ្នឹងអញ្ចឹងណាបាទអញ្ចឹងយើងបង្កើត link account Facebook page របស់យើងឬក៏ថាជា username របស់យើងគឺយើងបង្កើតនៅកន្លែងហ្នឹងណាអានេះខ្ញុំបង្ហាញតាមរយៈកុំព្យូទ័រគឺវាងាយស្រួលបងប្អូនយក link ហ្នឹងឬក៏យក username ហ្នឹងទៅប្រើប្រាស់ដាក់ទៅលើបណ្ដាញសង្គមផ្សេងយកទៅដាក់ទៅ link ហ្នឹងក៏វាស្អាតមើលទៅគេអត់សង្ស័យគឺវាស្អាតតែម្ដងណាអញ្ចឹងអ្នកចុចក៏គេຕົកចិត្តនៅក្នុងការចុច link របស់យើងដែរណាដើម្បីចូលទៅកាន់ account Facebook page របស់យើង
chẳng dương bà cao thở cứ rùi ro lấy bong ôn á lấy nhom châu từ mưa đi tam tu sắm ở đó dương châu từ căn account Facebook page vào dương tới ta gọi lại những việc đồ ọt đó chẳng chơi cái u là lại account Facebook page máu hay chơi lại nhà trị bảy máu khơi scroll cho vào máu khơi nhà do page link vào dưới này link account Facebook page nhé thế bọn tôi khơi mua để khi mà cao mấy cái bài năng này vì đây lại năng nó cứ chỉ link account Facebook page vào dưới này là chỉ username cứ dưới đâu nơi lại năng đó chẳng lý khi ông tập lọt một căn account Facebook page hoặc nhóm tam dạng computer thì check màu cái lại ở bọn phụ nữ làm đúng chẳng bọn phụ trong này đi đấy bọn phụ check cái lại đi nâng tàu nữa dương ai tập cao username phóng dương ai đu chung page vào dưới dương ai đu nơi cái lại nâng bàn bè và chẳng đây không video nít đương biên tập phần nắng bà xong học con bọn phụ ra này